កាលពីព្រេងនាយនៅក្នុងភូមិដាច់ស្រយាលមួយមានតាចាស់ម្នាក់ជាគ្រូអាចារ្យម្នាក់និងយាយរបស់គាត់រស់នៅដល់ថរតាចាស់មានចំណេះដឹងខាងមន្តអាគមខ្លាំងពូកែហើយតែងតែជួយអ្នកភូមិពីគ្រោះផ្សេងថ្ងៃមួយពេលតាចាស់ដើរចូលក្នុងព្រៃគាត់បានឃើញកូនក្រក់មួយដែលគេបោះបង់ចោលកូនក្រក់មានរស្មីដ៏ចម្លែកមួយព័ទ្ធជុំវិញតាចាស់ដឹងថានេះមិនមែនជាកូនមនុស្សធម្មតាទេតាចាស់និងយាយក៏បានសម្រេចចិត្តយកកូនក្រក់នោះមកចិញ្ចឹមបីបាច់ដោយក្តីមេត្តាធម៌ពួកគេដាក់កូនក្រក់នោះក្នុងកែវហើយថែរក្សាវាដោយរបៀបពិសេសដូចជាកូនបង្កើតរបស់ខ្លួនយូរទៅមហិទ្ធិឫទ្ធិរបស់កូនក្រក់ក៏ចាប់ផ្ដើមបង្ហាញឲ្យឃើញវាអាចផ្ដោតសញ្ញាឬការពារផ្ទះពីចម្ងាយពេលតាចាស់ទៅវត្តឬទៅទីឆ្ងាយកូនក្រក់តែងតែជួយការពារផ្ទះរបស់គាត់ភាពល្បីល្បាញរបស់កូនក្រក់បានលេចលឺដល់ចៅម្នាក់ដែលមានចិត្តលោភលន់ចង់បានអំណាចចៅរូបនោះសម្រេចចិត្តលួចចូលទៅក្នុងផ្ទះរបស់តាចាស់ដើម្បីលួចកូនក្រក់ពេលចៅលូកដៃទៅចាប់កែវកូនក្រក់នោះកូនក្រក់ក៏បញ្ចេញរស្មីភ្លឺខ្លាំងដូចរន្ទះចៅនោះត្រូវកម្លាំងមន្តអាគមវាយបក់ហើយដួលសន្លប់នៅលើផ្ទះតាចាស់យល់ថាកូនក្រក់មិនត្រឹមតែជាវត្ថុមន្តអាគមទេតែជាកូនដែលពួកគេស្រឡាញ់ពិតប្រាកដតាចាស់បានដាស់ចៅនោះហើយសួរនាំពីចេតនាចៅបានសារភាពដោយភាពភ័យខ្លាចនិងការសោកស្ដាយតាចាស់បានអប់រំចៅរូបនោះអំពីតម្លៃនៃភាពស្មោះត្រង់និងការចិញ្ចឹមជីវិតដោយសុចរិតចៅបានប្រែចិត្តហើយក្លាយជាសិស្សរបស់តាចាស់រៀនសូត្រពីរបៀបរស់នៅដោយសុចរិតរឿងកូនក្រក់បានបង្រៀនយើងថាអំណាចមហិទ្ធិឫទ្ធិនាំមកនឹងការការពារប៉ុន្តែសេចក្តីស្រឡាញ់និងសេចក្តីមេត្តាធម៌ទើបជាមន្តអាគមដ៏អស្ចារ្យបំផុតក្នុង